បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ហើយក៏ជាប្រភពត្រីសំខាន់សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ប្រព័ន្ធជលសាស្ត្រក្នុងតំបន់នេះធ្វើឲ្យមានការលិចទឹកតាមរដូវកាលហើយបង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ទឹងសែនគឺជាតំបន់រ៉ាមសានិងជាតំបន់ស្នូលមួយនៃតំបន់បឹងទន្លេសាបដែលជាទីជម្រកដ៏សំខាន់សម្រាប់សត្វស្លាបទឹកច្រើនប្រភេទសត្វស្លាបទេសនប្រវេសភេស្វាព្រាមនិងខ្លាត្រីជាដើមនិងជាកន្លែងបន្តពូជដ៏សំខាន់សម្រាប់មច្ឆជាតិកម្រជិតផុតពូជសំខាន់ដូចជាត្រីគល់រាំងនិងត្រីរាជតំបន់បឹងទន្លេសាបមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាជាពិសេសប្រជាសហគមន៍ដែលកំពុងរស់អាស្រ័យផលលើធនធានធម្មជាតិនិងការនេសាទត្រីទោះជាយ៉ាងនេះក៏ដោយតំបន់នេះកំពុងទទួលរងកត្តាគំរាមកំហែងជាច្រើនរួមមានការនេសាទត្រីខុសច្បាប់ការប្រើប្រាស់ព្រៃលិចទឹកហួសប្រមាណភ្លើងឆេះព្រៃការកាប់ទន្ទ្រានដីព្រៃខុសច្បាប់និងការខ្វះខាតនូវឱកាសចូលរួមពីស្ត្រីនៅក្នុងសហគមន៍ជាដើមដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះអង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាងភ្លៅលួងរួចផ្ដើមនៅគម្រោងត្រីទន្លេឡើងដែលជាផលិតផលត្រីឆ្អើរមិត្តភាពជីវៈចម្រុះក្នុងសហគមន៍មាន277គ្រួសារហើយរាល់ថ្ងៃសហគមន៍របស់នាងខ្ញុំមាន5ក្រុមទី1ក្រុមស្ត្រីល្បាតទី2ក្រុម gender ទី3ក្រុមសន្សំទី4ក្រុមផលិតនិងទី5ក្រុមកែច្នៃត្រីទន្លេមិនមែនគ្រាន់តែជាផលិតផលត្រីឆ្អើរធម្មតាឡើយតែវាជាអត្តសញ្ញាណរបស់សហគមន៍មូលដ្ឋានដែលផលិតកែច្នៃដោយក្រុមស្ត្រីពីសហគមន៍រស់នៅលើទឹកដោយប្រើប្រាស់ចំណេះដឹងប្រពៃណីបន្តពីជំនាន់មួយទៅជំនាន់មួយទៀតអ្វីដែលធ្វើឲ្យត្រីទន្លេលេចធ្លោខុសប្លែកពីត្រីឆ្អើរធម្មតានោះគឺការមានប្រភពត្រីច្បាស់លាស់ពីទន្លេការចូលរួមបង្កើនតម្លៃសហគមន៍និងការរួមចំណែកការងារអភិរក្សធនធានធម្មជាតិនិងបឹងទន្លេសាបប្រជាសហគមន៍រស់នៅលើទឹកប្រឈមមុខនឹងការខ្វះខាតទឹកស្អាតជាពិសេសនៅរដូវប្រាំងដែលធ្វើឲ្យការផលិតកែច្នៃត្រីមានភាពលំបាកក្នុងការរក្សាគុណភាពនិងអនាម័យតាមរយៈគម្រោងនេះត្រីទន្លេបានចូលរួមចំណែកបង្កើននូវអនាម័យនិងគុណភាពផលិតផលដោយការប្រើប្រាស់ទឹកស្អាតការផ្ដល់នូវសម្ភារៈបរិក្ខារអនាម័យសមស្របនិងការអនុវត្តគោលការណ៍ចម្បងដែលរួមចំណែកដល់ការការពារជីវៈចម្រុះក្នុងតំបន់ក្រុមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងតែងចុះធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីធានាថាក្រុមផលិតកែច្នៃត្រីឆ្អើរគោរពតាមគោលការណ៍អភិរក្សនិងលក្ខខណ្ឌដែលបានកំណត់ហើយផ្ដល់ជូនវិញនូវតម្លៃបន្ថែមប្រសិនបើក្រុមផលិតអាចគោរពតាមគោលការណ៍បានត្រឹមត្រូវលក្ខខណ្ឌចំនួន9ចំណុចរបស់ត្រីទន្លេត្រូវបានកំណត់ឡើងដើម្បីធានាថាត្រីទាំងអស់មានប្រភពពីបឹងធម្មជាតិនិងមិនបង្កគ្រោះថ្នាក់ឬផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិនិងតំបន់ដីសើមអុសដែលប្រើក្នុងដំណើរការកែច្នៃត្រីសុទ្ធតែជាប្រភេទឈើងាប់ស្រាប់ដែលត្រូវបានដកហូតតែពីព្រៃលិចទឹកក្នុងតំបន់ប៉ុណ្ណោះដើម្បីធានាបាននូវការអនុវត្តប្រកបដោយនិរន្តរភាពលើសពីនេះប្រាក់ចំណេញពីការលក់ត្រីឆ្អើរត្រូវបានផ្ដល់ជូនជាបដិភាគសម្រាប់ប្រើប្រាស់គាំទ្រដល់ការល្បាតសហគមន៍ប្រចាំខែនិងសកម្មភាពអភិរក្សជីវៈចម្រុះក្នុងសហគមន៍
ដែលអាចជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងមូលដ្ឋាននិងធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពដោយចាប់ផ្ដើមពីការវេចខ្ចប់នៅការិយាល័យរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជារហូតដល់ការលក់តាមហាងដៃគូនិងទីផ្សារអនឡាញផ្សេងៗត្រីទន្លេមានប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ដំណាក់កាលនីមួយៗបានភ្ជាប់អ្នកផលិតដោយផ្ទាល់ទៅកាន់អតិថិជនដើម្បីធានានូវសុវត្ថិភាពចំណីអាហារការជឿទុកចិត្តនិងការរួមចំណែកវិជ្ជមានដល់បរិស្ថានសូមជួយគ្រប់គ្រងផលិតផលរបស់សហគមន៍ដែលជាត្រីទន្លេសុទ្ធសាធដែលធ្វើប្រកបដោយអនាម័យនិងគុណភាពល្អរសជាតិឆ្ងាញ់ហើយធ្វើម្ហូបបានច្រើនមុខត្រីទន្លេជួយការពារជីវៈចម្រុះនៃបឹងទន្លេសាបលើកកម្ពស់ស្ត្រីនិងបង្កើនជីវភាពរស់នៅរបស់សហគមន៍រស់នៅលើទឹកតាមរយៈការគាំទ្រផលិតផលត្រីទន្លេអតិថិជនមិនត្រឹមតែទទួលបានរសជាតិត្រីឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែក៏រួមចំណែកគាំទ្រដល់ការងារអភិរក្សការលើកកម្ពស់អត្តសញ្ញាណសហគមន៍មូលដ្ឋាននិងអនាគតប្រកបដោយចីរភាព។